សម្ដេចធិបតីនិងលោកជំទាវបណ្ឌិតបានឧបត្ថម្ភសម្ភារៈសំណង់មួយចំនួនជូនមជ្ឈមណ្ឌលវឹកវើនកងទ័ពជើងគោកនៅថ្ងៃទី12ខែឧសភាឆ្នាំ2025ឯកឧត្តមនាយឧត្តមសេនីយ៍កឹមប៊ុនឋានរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានជួបសំណេះសំណាលនិងពំនាំនៅការផ្ដាំផ្ញើសួរសុខទុក្ខព្រមទាំងប្រគល់នៅសម្ភារៈសំណង់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតជូនដល់មជ្ឈមណ្ឌលវឹកវើនកងទ័ពជើងគោកតាមរយៈឧត្តមសេនីយ៍តូពេជ្រសំអននាយកមជ្ឈមណ្ឌលវឹកវើនកងទ័ពជើងគោកសម្រាប់កសាងផ្លូវទីធ្លាចាក់បេតុងនៅក្នុងអង្គភាពនេះគឺជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់និងជាប់ជាប្រចាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតសម្រាប់ធ្វើឲ្យប្រសើរឡើងនិងសម្រួលដល់បងប្អូនកងទ័ពនៅក្នុងអង្គភាពពិសេសនៅរដូវភ្លៀងធ្លាក់ខាងមុខនាងជំនីលីពី I Love Cambodia Hot News TV